ព្រឹត្តិការណ៍បរិច្ចាគឈាមក្រោមប្រធានបទយើងរួមគ្នាបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតដែលរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាបត្រូវបានរៀបចំឡើងជាផ្លូវការនៅថ្ងៃទី19ខែមិថុនាឆ្នាំ2025នេះក្នុងនោះអាជ្ញាធរខេត្តសៀមរាបបានអំពាវនាវដល់សាធារណជនទូទៅចូលរួមបរិច្ចាគឈាមដោយការស្ម័គ្រចិត្តដើម្បីឧត្តមប្រយោជន៍មនុស្សធម៌ជួយជីវិតមនុស្សនិងកាដូនៃក្តីស្រឡាញ់ចេញពីបេះដូងយ៉ាងពិតប្រាកដជូនចំពោះជនរួមជាតិខ្មែរទាំងអស់គ្នាលោកអ្នកនេរនអភិបាលរងខេត្តសៀមរាបមានប្រសាសន៍ថាតម្រូវការឈាមសម្រាប់សង្គ្រោះជីវិតមនុស្សនៅតែបន្តកើតមានជារៀងរាល់ថ្ងៃហើយត្រូវការចូលរួមជាបន្តបន្ទាប់ដោយគ្មានទីបញ្ចប់ដូចគ្នាដើម្បីបង្កើនភាពងាយស្រួលក្នុងការស្វែងរកអ្នកមានប្រភេទឈាមដូចគ្នាពេលមានតម្រូវការបន្ទាន់ក្នុងការសង្គ្រោះជីវិតក៏បីចងក្រងជាក្រុមដោយផ្អែកលើប្រភេទក្របឈាមដែលនេះជាយុទ្ធសាស្ត្រអាចជួយសង្គ្រោះជីវិតបានទាន់ពេលវេលានិងលឿនបំផុតលោកអភិបាលរងខេត្តក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមអបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីដែលបានផ្ដួចផ្ដើមនិងជំរុញឲ្យមានព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះឡើងដើម្បីចូលរួមចំណែកសំខាន់ក្នុងការជួយសង្គ្រោះជីវិតជនរួមជាតិលោកសង្ឃឹមថាបន្ទាប់ពីព្រឹត្តិការណ៍នេះក្រុមគ្រូពេទ្យនឹងទទួលបានឈាមគ្រប់គ្រាន់សម្រាប់ការបំពេញបេសកកម្មជំនាញដូចជាវះកាត់ការព្យាបាលនិងករណីសង្គ្រោះបន្ទាន់ផ្សេងលោកបន្តថាជាការពិតការបរិច្ចាគឈាមគឺជាទង្វើមនុស្សធម៌ដែលយើងគ្រប់គ្នាអាចធ្វើបាននិងងាយស្រួលបំផុតការបរិច្ចាគឈាមមិនត្រឹមតែមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេវាបានផ្ដល់អត្ថប្រយោជន៍ជាច្រើនទៀតដល់យើងហេតុនេះយើងរួមគ្នាបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតទាំងអស់គ្នា